ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចេញវីដេអូក្នុង Channel YouTube ខ្ញុំមួយទៀតហើយពាក់ព័ន្ធជាមួយនឹងជីឯកទេសស្រូវណាបាទជីឯកទេសស្រូវដែលយើងផ្ដោតទៅលើស្រូវដែលមានរូបមន្ត A និង B ហើយរូបមន្ត A នេះក្នុងមួយវត្តស្រូវយើងបាញ់2ដងហើយរបៀបប្រើប្រាស់មាននៅក្នុងសបកដបណាបងប្អូនណាបាទមានក្នុងសបកដបបាទតាមអាយុស្រូវបាទផ្សេងហើយ B នេះក៏យើងបាញ់2ដងដែរបាទហើយប្រភេទស្រូវគឺប្រភេទជាប្រភេទស្រូវ OM ស្រូវ OM ហើយព្រោះថ្ងៃទី9ខែ1ឆ្នាំ2026បាទទីតាំងនៅខាងពោធិ៍សាត់ព្រំប្រទល់មួយខាងស្រុកមងឫស្សីហើយស្រូវនេះយើងសប្តាហ៍ក្រោយយើងនឹងបាញ់បើហើយបាញ់រូបមន្ត A របស់យើងលើកទី1ហើយចន្លោះ10ថ្ងៃដល់15ថ្ងៃយើងបាញ់លើកទី2ហើយរូបមន្ត B នេះយើងបាញ់បន្តតាមដំណាក់កាលតាមអាយុកាលរបស់ស្រូវរបស់យើងឥឡូវនេះបងគាត់កំពុងតែបាទបាំងកណ្ដុរបាំងការពារកណ្ដុរហើយយើងបានផ្ដាច់ទឹកវាហើយបានរយៈពេល 4-5 ថ្ងៃទៀតបញ្ចូលទឹករួចបាទយើងនឹងបានបាញ់រូបមន្តនេះហើយចាប់ដើមបាញ់ហើយណាបាទចាប់ដើមបាញ់រូបមន្ត A ចំនួនលើកទី1លើកទី2ហើយបាញ់ B លើកទី3លើកទី4ចាប់មួយវគ្គស្រូវហើយពាក់ព័ន្ធជាមួយនឹងជំងឺពាក់ព័ន្ធជាមួយសត្វអីយើងប្រើជាធម្មតាទៅហើយដូចជាជីគ្រាប់ផងដែរបាទយើងប្រើតាមអាយុកាលតាមពេលវេលារបស់ស្រូវទៅអញ្ចឹងសូមលើកទឹកចិត្តបងប្អូនយើងបាទជ្រើសរើសជីឯកទេសទឹកយកមកប្រើបាទជីឯកទេសទឹកនេះគឺឯកទេសលើស្រូវចង់បដោតអញ្ចឹងបងប្អូនបាទយើងបដោតទៅលើស្រូវដំណាំស្រូវអញ្ចឹងយើងមានតាំងឯកទេសស្រូវឯកទេសដំឡូងឯកទេសស្វាយកែលមៀតស្វាយចន្ទីពោតហើយយើងមានផងដែរនៅប្រភេទជីត្របាតបាញ់ឲ្យកញ្ច្រាំងហ្នឹងរលួយហើយយើងវាយដីទៅបាទពេលដែលស្រូវដោះមកគឺយើងមិនបាច់បាច់ជីគ្រាប់ប្រភេទនៅ4100ទេដោយសារតែវាមានសារធាតុមួយហ្នឹងវាអាចជំនួយក្នុងហត្តានឹងជួយដល់ស្មើកម្រិតស្មើបាទចង់និយាយកម្រិតស្មើថាស្មើនឹង4100 2ការ៉ុងទៅ3ការ៉ុងចន្លោះហ្នឹងអញ្ចឹងសូមពុកម៉ែបងប្អូនយើងទទួលបានព័ត៌មាននេះហើយអាចសាកសួរមកយើងខ្ញុំផ្ទាល់បានបាទសូមអរគុណ